តែមានព្រះរាជាប៉ុន្មានព្រះអង្គដែលគ្រប់គ្រងនិងសោយរាជ្យនៅសម័យចតុមុខនៅសម័យនេះមានព្រះរាជាចំនួន5ព្រះអង្គដែលបានសោយរាជ្យទី1គឺព្រះបាទពញាយ៉ាតសោយរាជ្យចាប់តាំងពីឆ្នាំ1434ដល់ឆ្នាំ1463ទី2ព្រះបាទនរាយរាជាឡើងសោយរាជ្យនៅឆ្នាំ1463ដល់ឆ្នាំ1469ទី3ព្រះបាទស្រីរាជាឡើងសោយរាជ្យនៅឆ្នាំ1469ដល់ឆ្នាំ1485ទី4ព្រះបាទធម្មរាជាឡើងសោយរាជ្យចាប់តាំងពីឆ្នាំ1486ដល់ឆ្នាំ1504ទី5ព្រះបាទសុគន្ធបុត្រឡើងសោយរាជ្យចាប់តាំងពីឆ្នាំ1504ដល់ឆ្នាំ1512សម្រាប់ព័ត៌មានលម្អិតនៃព្រះរាជានីមួយៗនិងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងរាជ្យរបស់ព្រះអង្គចាសសូមតាមដានបន្តទៀតនៅវីដេអូក្រោយៗទៀត